ចាសួស្តីជម្រាបសួរបងប្អូនថ្ងៃហ្នឹងមុខម្ហូបស្លម្ជូរគ្រឿងឆ្អឹងជំនីកជ្រូកស្ពៃខៀវហើយថែមផ្សិតច្បើងតិចមុខម្ហូបនាងខ្ញុំគឺមុនដំបូងហ្នឹងគឺដាក់ខ្លាញ់ចូលបន្តិចហើយលីងគ្រឿងបន្ទាប់មកដាក់សាច់ចូលកូរលីងហើយក្របទុកបន្តិចដើម្បីឲ្យសាច់វាចូលជាតិជាមួយគ្រឿងហើយដាក់ប្រហុកបន្តិចចាក់ទឹកត្រីចូលហើយកូរបន្តិចមកដាក់ម្ជូរកសាំងថ្ងៃហ្នឹងបានម្ជូរកសាំងហើយក្របទុកបន្តិចដើម្បីឲ្យគ្រឿងហើយនឹងសាច់ហ្នឹងចូលជាតិគ្នាល្អបន្ទាប់មកនាងខ្ញុំចាក់ទឹកក្តៅចូលហើយក្របទុកពេលវាពុះល្អហើយនាងខ្ញុំដាក់ផ្សិតច្បើងហើយនឹងគល់ស្ពៃខៀវមុនព្រោះបើដាក់ស្មើគ្នាខ្លាចវាលួយពេលដាក់គល់ស្ពៃហើយនឹងផ្សិតច្បើងរួចហើយទុកឲ្យពុះបន្តិចនាងខ្ញុំក៏ដាក់ស្លឹកស្ពៃខៀវចូលហើយនឹងម្រះព្រៅឥឡូវពុះឆ្អិនអស់ហើយចានាងខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាហើយនឹងជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នា